ផ្លែជាងរាល់ដងយើងរបៀបថាប្រាប់បងប្អូនអំពីរបៀបធ្វើសំណាញ់តែអង្គុយធ្វើថ្ងៃហ្នឹងយើងមកដែរប៉ុន្តែយើងរបៀបជិះរឹងម្ដងដូរប៉ុន្តែការធ្វើសំណាញ់ជិះរឹងចេះវាទាញក្បាលរុយហ្នឹងវាអត់សូវស្មើគ្នាទេបងប្អូនវារាំងមើលរាំងអត់ស្មើបងប្អូនដោយសារជិះរឹងប៉ុន្តែយើងអង្គុយតែនឹងតុកពេកទៅវាឈឺអញ្ចឹងឈឺចង្កេះដែរអញ្ចឹងដូរមកចាក់លឿនរឹងម្ដងនេះគឺជាការរបៀបធ្វើសំណាញ់បងប្អូនចាក់សំណាញ់អញ្ចឹងមុននឹងប្រាប់បងប្អូនទៅចាក់សំណាញ់មើលទៅបងប្អូនមើលទៅតាមការចាក់អាហ្នឹងចាក់កូនដៃបងប្អូនមិនមែនចាក់មេដៃណាចាក់មេដៃមានទីសាស្ត្រមួយទៀតចាក់កូនដៃវាលឿនជាងមេដៃបងប្អូនចាក់សំណាញ់កូនដៃបងប្អូនដំបងអ្នកចេះហ៎គាត់វាតែមកជុំបានហើយជាប់ហើយអាចដៃកដាលយើងចុចលើធ្វើម៉េចឲ្យចំមកកន្លែងខ្នាតហ្នឹងទៅធ្វើឲ្យវាក្បាលរុយវាស្មើគ្នាមកស្អាតហើយបន្ទាប់មកយើងមួយបើចាក់មកតម្រង់ទៀតយើងមានតិចនិចចាក់មួយទៀតសូកវាពីក្រោមចេះមកដាក់វាស្មើចេះមកនេះហើយយើងយកមេដៃចុចចេះមេដៃចុចឲ្យចំនេះមកវត្តអាខ្សែនេះឡើងលើបន្តិចមកហើយសូកបោះចូលចេះមកដោយសារយើងអានេះវាធំបន្ទាប់មកសូកអានេះមកជុំកន្លះហើយទាញវាមកបានអាហ្នឹងរបៀបចាក់មេដៃខ្ញុំហៅថាចាក់មេដៃបើចាក់កូនដៃតម្រងចាក់យើងចាក់ចេះអាកដាលនេះមួយចេះមកបន្ទាប់មកអាចឈ្នួនយើងនេះចាក់មួយចេះមកនេះឃើញអត់ចេះវីដេអូមានតែប៉ុណ្្នឹងបងប្អូនហើយមិនតាមដានវីដេអូក្រោយៗទៀតនឹងមានការបង្រៀនចាក់សំណាញ់